បាទជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនអស់គ្នាផងដែរបាទជាពិសេសបងប្អូនសកម្មពលករគ្នាយើងដែលប្រើប្រាស់សេវាកម្មយន្តហោះហើយមកនៅក្នុងប្រទេសជប៉ុនអញ្ចឹងបាទអញ្ចឹងខ្ញុំនឹងប្រាប់តិចនិចខ្លះៗដើម្បីឲ្យបងប្អូនស្ដាប់ហើយអស់ក្តីបារម្ភហ្មងបាទអញ្ចឹងតើតើនឹងចំណុចទី1គឺដូចក្នុងផ្លាកនេះអញ្ចឹងបាទគឺ information ហ្នឹងគឺកន្លែងផ្ដល់ព័ត៌មានអញ្ចឹងបាទអញ្ចឹងមិនថាព័ត៌មានអីទេគឺតើតើកន្លែងហ្នឹងបានទាំងអស់ឲ្យតែនិយាយពីរឿងពលានហើយចំណុចមួយទៀតគឺចំណុចទី2គឺគេមានផ្លាកព័ត៌មានគឺគេមានតាមជាន់មានន័យតាមនឹងស្រាប់អញ្ចឹងបាទគេមានជាអង់គ្លេសមានជាភាសាកាតាកាណាជប៉ុនអីចឹងបាទមិនត្រឹមតែមានផ្លាកប៉ុណ្្នឹងទេគឺគេមានតាំងពីกระดาษកាយกระดาษដំបូងមានកระดาษណែនាំអីចឹងបាទអញ្ចឹងយើងអត់ចង់ទៅជួបមនុស្សឬក៏ពិបាកស្ដាប់ពិបាកនិយាយអីយើងអាចទៅមើលផ្លាកហ្នឹងបានហើយគេមានគំនូសគេមានសញ្ញាគេមានសរសេរអីច្រើនអញ្ចឹងបាទអញ្ចឹងយើងអាចទៅសួរនាំបានហើយចំណុចទី3គឺតកតទៅនឹងការកាបូបគឺវ៉ាលីអីចឹងបាទអញ្ចឹងគឺគេមានស្តង់ដារកំណត់អន្តរជាតិរបស់គេអញ្ចឹងបាទអញ្ចឹងយើងមើលទំហំតាមនឹងមកហើយបន្ទាប់នឹងមកគឺរបស់ដែលគេហាមឃាត់គឺគេមានសរសេរនៅក្នុងហ្នឹងទាំងអស់អញ្ចឹងបាទបើយើងអត់យល់ជប៉ុនអីគេមានអង់គ្លេសយើងអត់យល់អង់គ្លេសយើងអាចទៅសួរនាំគេបានអញ្ចឹងបាទយើងឬថា power bank អី7អីយើងយកទៅសួរគេចាក់ស្ដែងបានហើយបន្ទាប់ពីហ្នឹងមកគឺគេមានជីងថ្លឹងហើយគេមានកន្លែងរៀបចំវាយអីវ៉ាន់វ៉ាលីអីចឹងបាទអញ្ចឹងយើងអាចទៅរៀបចំតាមនឹងបានហើយបន្ទាប់ពីហ្នឹងមកតកតចំណុចទី4គឺគេមានសេវាកម្មសាធារណៈទាំងអស់អញ្ចឹងបាទមានតាំងពីតាក់ស៊ីរថភ្លើងឡានក្រុងហើយគេមានជើងគ្រប់ខេត្តអីចឹងបាទអញ្ចឹងយើងអាចវែងរកខេត្តណាក៏បានសួរនាំគេក៏បានយើងមើលខ្លួនឯងចុចម៉ាស៊ីនក៏បានដែរហើយបន្ទាប់ពីហ្នឹងមកយើងដើរតាមទិសដៅគេហ្នឹងមកតាមលេខដែលគេប្រាប់ហ្នឹងមកយើងអាចមករកឡានក្រុងបានហើយមិនមែនត្រឹមតែឡានក្រុងឆ្លងខេត្តឆ្លងស្រុកអីទេបាទគឺគេមានឡានក្រុងឆ្លងពលានអញ្ចឹងបាទនៅដោយសារតែ Narita គឺគេមាន terminal 3គេមានពលានធំអញ្ចឹងចំណាំឡានពណ៌លឿងនេះអញ្ចឹងបាទហ្នឹងគឺឡានជិះឆ្លង terminal គឺដោយសារតែពលានគេធំគេមាន terminal ច្រើនអញ្ចឹងឡានហ្នឹងជិះ free អត់អស់លុយទេហើយយើងចំណាំឲ្យលេខគេច្បាស់ដើម្បីឆ្លង terminal អញ្ចឹងបាទហើយតកតងនឹងចំណុចទី5គឺតកតងនឹងការផ្ដល់អាទិភាពសម្រាប់ជនពិការសម្រាប់អ្នកមានផ្ទៃពោះសម្រាប់កូនក្មេងឬក៏សម្រាប់អ្នកមានរបួសឬក៏អ្នកដែលត្រូវការជំនួយបន្ថែមអីចឹងបាទអញ្ចឹងយើងអាចទៅសួរនាំគេបានបើយើងមានបញ្ហាជំងឺឬក៏មានបញ្ហាដង្ហើមបញ្ហាសុខភាពឬក៏បញ្ហាក៏ដោយឲ្យតែត្រូវការជំនួយចឹងបាទយើងអាចទៅស្នើសុំកន្លែងហ្នឹងបានហើយបន្ទាប់ពីយើងទៅហើយយើងសួរនាំគេទៅយើងពេញបែបបត់គេបន្តិចទៅឬក៏អ្នកមានក្មេងមានកូនងាមានអីហ្នឹងត្រូវការអាទិត្រូវការហ្នឹងគឺទៅពេញមិនតិចទៅគេនឹងរៀបចំឲ្យបាទអញ្ចឹងយើងទៅរកកន្លែងហ្នឹងទៅដើម្បីជំនួយឲ្យការធ្វើដំណើរយើងល្អតាមនឹងដែរអញ្ចឹងបាទហើយតកតងនឹងចំណុចទី6គឺយើងត្រូវចង់ទៅណាយើងប្រើរថភ្លើងប្រើចំណតឡានប្រើអីក៏ដោយឬក៏យើងទៅទិសដៅតាមណាគឺគេមានសរសេរផ្លាកតាមហ្នឹងយើងសុខចិត្តទៅឲ្យបានលឿនទៅឲ្យបានពេលវេលាច្រើនសល់មកច្រើនដើម្បីយើងមើលការណែនាំតាមគេហើយយើងនឹងទៅតាមគេអញ្ចឹងបាទបងប្អូនយើងអាសាសួរច្រើនតើតើចំណុចទី7បាទនៅពេលដែល counter យើងទៅគឺគេមាន ABC រហូតច្រើនអញ្ចឹងបាទអញ្ចឹងនៅក្នុង terminal គេហ្នឹងគឺនៅប្រឡោះកដាលមួយតែងតែមានយើងយកសមុទ្រហើយគឺយើងចូលទៅ check in អីវ៉ាន់ក្នុងខ្លួនក្នុងកាតាបឬក៏យើងទៅក្រសួងទៅវិញហ្នឹងគឺនៅប្រឡោះកដាលបាទអញ្ចឹងជាទូទៅគឺពលានដូចគ្នាទាំងអស់អញ្ចឹងបាទហើយសំខាន់នៅ Narita នេះគឺពលាន terminal គេមួយធំគឺនៅពលាន Narita នេះគឺមានខាងជើងហើយនិងខាងត្បូងទៀតអញ្ចឹងបាទអញ្ចឹងយើងត្រូវពិនិត្យមើលឲ្យច្បាស់ហើយយើងត្រូវទៅទិសតាមដែលគេកំណត់អញ្ចឹងបាទអញ្ចឹងសំខាន់គេមានផ្លាកគេប្រាប់អញ្ចឹងបាទនៅខាងជើងមានប្រភេទក្រុមហ៊ុនឯគេខ្លះទៅប្រទេសណាខ្លះអញ្ចឹងបាទខាងត្បូងមានក្រុមហ៊ុនឯគេខ្លះយើងរៀនមើលតាមហ្នឹងហើយបើយើងរៀនមើលតាមហ្នឹងទេគឺរៀនមើលតាមទូរស័ព្ទទៀតអញ្ចឹងបាទអញ្ចឹងអាហ្នឹងចាំខ្ញុំប្រាប់តាមវគ្គក្រោយទៀតតាមរបៀបតាមទូរស័ព្ទតែសំខាន់វីដេអូនេះគឺមើលហើយជាយាមព្រៀងតាមហ្នឹងទៅអញ្ចឹងមិនថាខេត្តផ្សេងស្រុកផ្សេងទេពលានគឺតូចជាង Narita អញ្ចឹងវាអាចស្រួលជាង Narita បាទអញ្ចឹងយើងមើលពលាន Narita វីដេអូនេះហើយយល់គឺពលានផ្សេងគឺអត់សូវបារម្ភអីបានទេបើបងប្អូនមានសំណួរឬក៏អត់យល់ឬក៏ខ្វះទាស់ឬក៏អីកន្លែងណាទៀតបាទអាចសួរនាំតាមនឹងបានទៀតអញ្ចឹងបាទអញ្ចឹងអរគុណច្រើនបើមានការខ្វះខាតអីសូមជួយណែនាំផងបាទ